គិតត្រឹមថ្ងៃទី3ខែតុលាឆ្នាំ2025នេះទឹកចំនួនបានបង្កផលប៉ះពាល់ដល់មូលដ្ឋានក្រុងស្រុកចំនួន53ក្នុងខេត្តចំនួន10បណ្ដាលឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន38,840គ្រួសារផ្ទះសម្បែងប្រជាពលរដ្ឋចំនួន23,351ខ្នងបានជន់លិចនិងមានប្រជាពលរដ្ឋចំនួន2,512គ្រួសារត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាពដែលឡែកខេត្តត្បូងឃ្មុំគឺជាខេត្តមួយបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គចំនួន3ដងដែលក្នុងនោះលើកទី1កើតឡើងក្នុងអំឡុងខែសីហាលើកទី2កើតឡើងក្នុងអំឡុងខែកញ្ញានិងលើកទី3បន្តកើតឡើងក្នុងអំឡុងខែតុលាឆ្នាំ2025នេះដែលបណ្ដាលឲ្យប្រជាពលរដ្ឋចំនួន4,541គ្រួសារក្នុងឃុំចំនួន9ស្មើនឹង39ភូមិនៃស្រុកត្បូងឃ្មុំនិងស្រុកក្រូចឆ្មារងផលប៉ះពាល់ដែលឡែកស្រុកត្បូងឃ្មុំមានប្រជាពលរដ្ឋចំនួន3,140គ្រួសារក្នុងឃុំចំនួន3ស្មើនឹង14ភូមិរងផលប៉ះពាល់ក្នុងនោះ1,800គ្រួសារបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពដែលក្នុងអំឡុងពេលនេះបងប្អូនបាននឹងកំពុងជួបប្រទះបញ្ហាខ្វះខាតលើជីវភាពរស់នៅខ្ញុំលិចផ្ទះអស់ហើយលិចអស់ហើយបានរត់មកធំក្តៅធំជាក់បាក់រឿងអត់ឃ្លាននឹងហើយកោទឹកទីចាប់បុកពីរាល់ថ្ងៃហ្នឹងពួកខ្ញុំនៅទីទាល់ណាលោកគ្រូអើយអត់មានអីទេមកចោលផ្ទះចោលស្បែកដឹកបាច់ផងនឹងអត់ហ៊ានទៅមើលពោះទឹកវាហូរខ្លាំងពេកអញ្ចឹងហើយនាំកូនចៅរត់មកនៅនឹង2ខែហើយចឹងហើយទៅអត់មានអីហូបចុកនឹងវិធានាដែរនឹងហើយ15ថ្ងៃមកហើយផ្សងទលេមកនៅនឹងលំបាកសពហ្នឹងហើយយើងអត់មានទូកអីនឹងគេដាក់លំអឲ្យយើងនៅទៅពីឆ្អៀតហ្នឹងហើយឆ្អៀតគ្នាគាត់ណាកូន7នាក់ហើយគ្រួសារ2នាក់ទៀតទាំងអស់9នាក់ហើយខ្វះខាតរហូតហ្នឹងតាំងពីកតាំងពីអីហ្នឹងឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ខាងលើនេះក្រោយពីទទួលបានការប្រោសប្រជាទានព្រាជទ្រព្យដ៏ថ្លៃថ្លាចំនួន$20,000អាមេរិកដើម្បីចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជាក្នុងពេលដែលប្រជារាស្ត្រកំពុងរងគ្រោះដោយទឹកជំនន់ពីសំណាក់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់កាលពីថ្ងៃទី3ខែតុលាឆ្នាំ2025កន្លងទៅថ្មីនេះសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានចាត់ចែងសហការីប្រើប្រាស់ប្រជាទ្រព្យដ៏មានតម្លៃនេះទិញជាស្បៀងសម្ភារៈនិងគ្រឿងឧបភោគបរិភោគនានាដើម្បីនាំយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកចំនួន1,800គ្រួសារក្នុងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំដែលពិធីចែកអំណោយមនុស្សធម៌នេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យទី5ខែតុលាឆ្នាំ2025នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជាមួយនឹងការគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាដែលបានឆ្លៀតពេលវេលាអញ្ជើញមកសួរសុខទុក្ខនិងចែកអំណោយដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនេះអាយដាមប៉ែនកសលប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំបានបញ្ជាក់ថាស្ថិតក្នុងស្ថានភាពដែលទឹកជំនន់បានហក់ជន់ឡើងខ្លាំងជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី16ខែកញ្ញាមកនោះរដ្ឋបាលខេត្តត្បូងឃ្មុំបានចេញសេចក្តីជូនដំណឹងអំពីវិធានការបង្ការនិងឆ្លើយតបសង្គ្រោះបន្ទាន់ទឹកជំនន់នៅក្នុងមូលដ្ឋានខេត្តនិងក៏បានចុះសួរសុខទុក្ខបងប្អូនដែលបានរងគ្រោះដោយគ្រោះទឹកជំនន់ផងដែរដោយឡែកក្នុងនាមថ្នាក់ដឹកនាំខេត្តនិងសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំបានចុះសួរសុខទុក្ខបងប្អូនដល់ទីកន្លែងនិងបានមើលឃើញពីទុក្ខលំបាកនិងក្តីកង្វល់បងប្អូនផ្សេងទៀតដែលកំពុងជួបគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែងភោគផលដំណាំព្រមទាំងសត្វពាហនៈរបស់បងប្អូនប្រជាពលរដ្ឋហើយដែលជាក់ស្ដែងបងប្អូនដែលបានជន់លិចផ្ទះសម្បែងរបស់ពួកគាត់ហើយនោះបានជម្លៀសខ្លួនមកកាន់ទីទួលសុវត្ថិភាពចំនួន13ទីតាំងនៅក្នុងស្រុកត្បូងឃ្មុំនេះមានចំនួនសរុប1,800គ្រួសារមានមនុស្សសរុបចំនួន5,965 នាក់ក្នុងនោះឃុំទន្លេបាត់ចំនួន772គ្រួសារឃុំជីរ៉ូ1ចំនួន828គ្រួសារនិងឃុំបឹងព្រួលចំនួន200គ្រួសារ
មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកចំនួននេះឱកាសនោះសម្ដេចកតេព្រឹទ្ធបណ្ឌិតប៊ុននីហ៊ុនសែនប្រធានគណៈកម្មការក្រហមកម្ពុជាបាននាំនៅព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខនិងព្រះរាជហឫទ័យនឹករលឹកពីព្រះកណាជាអង្គម្ចាស់ជីវលត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរព្រះប្រធានកិត្តិយសគណៈកម្មការក្រហមកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះបងប្អូនកូនចៅជាទូតរបស់ព្រះអង្គទាំងអស់ដែលរងគ្រោះដោយទឹកចំនួននាឆ្នាំនេះដោយបានបញ្ជាក់ថាទោះបីពេលនេះព្រះអង្គទាំងទ្វេកំពុងគង់ប្រថាប់នៅរដ្ឋធានីប៉េកាំងដើម្បីទទួលការពិនិត្យនិងព្យាបាលបរិសុខភាពក៏ពិតមែនតែព្រះអង្គតែងតែយកព្រះហឫទ័យទុកដាក់ជានិច្ចចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់កូនចៅប្រជារាស្ត្ររបស់ព្រះអង្គជាពិសេសពេលដែលបងប្អូនបាននឹងកំពុងជួបប្រទះគ្រោះធម្មជាតិទឹកជំនន់នាពេលនេះសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរព្រះអង្គសពព្រះហឫទ័យប្រោសប្រជាទាននៅប្រជាទ្រព្យចំនួន$20,000អាមេរិករួមចំណែកជាមួយគណៈកម្មការក្រហមកម្ពុជាហើយប្រជាទ្រព្យដ៏ថ្លៃថ្លានេះត្រូវបានចាត់ចែងទិញជាស្បៀងនិងសម្ភារៈនានាមកចែកជូនបងប្អូនជនរងគ្រោះដោយទឹកជំនន់ក្នុងស្រុកត្បូងឃ្មុំក្នុងថ្ងៃនេះសម្ដេចកតេព្រឹទ្ធបណ្ឌិតប្រធានបានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថាគណៈកម្មការក្រហមកម្ពុជាគឺជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ហើយរាល់អំណោយដែលយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះគ្រប់ទីកន្លែងសុទ្ធតែបានមកពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសជាពិសេសបងប្អូនជនរួមជាតិយើងនៅក្នុងប្រទេសមានសទ្ធាជ្រះថ្លាបរិច្ចាគជួយគណៈកម្មការក្រហមកម្ពុជាទើបយើងមានលទ្ធភាពប្រើប្រាស់ថវិកាទាំងអស់នោះទិញជាសម្ភារៈចាំបាច់ផ្សេងៗដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះហើយរាល់ស្បៀងសម្ភារៈដែលត្រូវចែកជូននៅពេលនេះគឺគ្រាន់តែជាការសម្រាលការលំបាករបស់បងប្អូនក្នុងមួយគ្រាប៉ុណ្ណោះมันអាចជួយជារៀងរហូតបានទេព្រោះថាយើងត្រូវចែករំលែកទៅកាន់ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្ដាខេត្តផ្សេងទៀតជាក់ស្ដែងប្រមាណថ្ងៃកន្លងទៅនេះគណៈកម្មការក្រហមកម្ពុជាបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកចំនួនប្រមាណជាង3,000គ្រួសាររួចមកហើយនៅខេត្តមណ្ឌលគិរីរតនគិរីនិងខេត្តស្ទឹងត្រែងហើយបន្ទាប់ពីការចែកជូនបងប្អូនរងគ្រោះនៅខេត្តត្បូងឃ្មុំ1,800គ្រួសារនាថ្ងៃនេះរួចគណៈកម្មការក្រហមកម្ពុជានឹងបន្តចែកជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនទៀតដែលបានរងគ្រោះដោយទឹកជំនន់នេះដែរការផ្ដល់អំណោយមនុស្សធម៌របស់គណៈកម្មការក្រហមកម្ពុជាគឺមិនប្រកាន់ពីនិន្នាការនយោបាយពណ៌សម្បុរឬសាសនាអ្វីឡើយពោលគឺប្រជាពលរដ្ឋគ្រប់រូបដែលរស់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជាហើយទទួលរងគ្រោះគឺសុទ្ធតែទទួលបានការឧបត្ថម្ភអំណោយមនុស្សធម៌ពីគណៈកម្មការក្រហមកម្ពុជាគ្រប់ក្រុមគ្រួសារជាមួយនេះសម្ដេចកតេព្រឹទ្ធបណ្ឌិតបានសម្ដែងនឹងការសោកស្ដាយផងដែរចំពោះការខូចខាតផ្ទះសម្បែងនិងផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋដែលបណ្ដាលមកពីទឹកជំនន់ដោយគ្រោះធម្មជាតិនេះយើងគឺមិនអាចបញ្ជៀសវាបានឡើយវាបានកើតឡើងស្ទើរតែគ្រប់ប្រទេសសម្ដេចសង្ឃឹមថាក្រសួងជំនាញនឹងយកចិត្តទុកដាក់ផ្ដល់នៅពូជស្រូវនិងគ្រាប់ពូជដំណាំផ្សេងៗដើម្បីបងប្អូនធ្វើការស្ដារផលិតកម្មកសិកម្មរបស់ខ្លួននៅពេលដែលទឹកស្រកទៅវិញផងដែរទន្ទឹមនេះសម្ដេចកតេព្រឹទ្ធបណ្ឌិតប្រធានក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដីនិងសមត្ថកិច្ចពាក់ព័ន្ធរួមជាមួយនឹងថ្នាក់ដឹកនាំសាខាគណៈកម្មការក្រហមកម្ពុជាអ្នកស្ម័គ្រចិត្តនិងយុវជនគណៈកម្មការក្រហមកម្ពុជានៅតាមបណ្ដាខេត្តរងគ្រោះនានាដែលបានរួមចំណែកក្នុងការកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាពិសេសការជម្លៀសបងប្អូនមកកាន់ទីទួលសុវត្ថិភាពនេះក្នុងពិធីចែកអំណោយមនុស្សធម៌គណៈកម្មការក្រហមកម្ពុជាក្នុងថ្ងៃនេះសម្ដេចកតេព្រឹទ្ធបណ្ឌិតប្រធានគណៈកម្មការក្រហមកម្ពុជាបានថ្លែងអំណរគុណចំពោះឯកឧត្តមលោកជំទាវលោកអ្នកអង្គការនិងអិសរាជជនមួយចំនួនដែលតែងតែជួយឧបត្ថម្ភភ្លាមជូនគណៈកម្មការក្រហមកម្ពុជានៅពេលដែលមានគ្រោះមហន្តរាយកើតមានឡើងជាក់ស្ដែងក្នុងថ្ងៃនេះក្រៅពីព្រះរាជឧបត្ថម្ភរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាតិខ្មែរចំនួន$20,000អាមេរិកនោះក៏មានការឧបត្ថម្ភពីសប្បុរសជនមួយចំនួនទៀតក្នុងនោះមានឯកឧត្តមវងសូតអនុប្រធានទី2រដ្ឋសភានិងលោកជំទាវឧបត្ថម្ភថវិកាចំនួន$90 លានឯកឧត្តមចាយបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងលោកជំទាវឧបត្ថម្ភ$10 លាននិងឯកឧត្តមគួចចម្រើនអភិបាលខេត្តកណ្ដាលនិងលោកជំទាវថវិកា$10,000អាមេរិកដែលថវិកានេះត្រូវបានគណៈកម្មការក្រហមកម្ពុជាចាត់ចែងទិញជាស្បៀងនិងសម្ភារៈនានាសម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះក្នុងពេលនេះហើយដោយឡែកថវិការបស់ឯកឧត្តមវងសូត
នឹងត្រូវចែកជូនប្រជាពលរដ្ឋរងគ្រោះបន្ថែមលើអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទាំង1800គ្រួសារក្នុងគ្រួសារនីមួយៗទទួលបានថវិកា 50,000 រៀលជាមួយនេះមូលនិធិសហប្រជាជាតិដើម្បីប្រជាជន UNFPA ក៏បានឧបត្ថម្ភ kit អនាម័យសម្រាប់ស្ត្រីជូនស្ត្រីមានផ្ទៃពោះចំនួន46នាក់ផងដែរដោយឡែកដើម្បីថែរក្សាសុខភាពនិងសុវត្ថិភាពក្នុងពេលមានគ្រោះទឹកជំនន់នេះសម្ដេចគតិព្រឹទ្ធបណ្ឌិតបានធ្វើការអំពាវនាវយ៉ាងដូចនេះថាហើយទី1ខ្ញុំក៏សូមផ្ដាំផ្ញើពុកម៉ែបងប្អូនទាំងអស់ទាំងបងស្រីបងប្រុសទាំងអស់ពេលទឹកជំនន់នេះគឺធ្វើយ៉ាងម៉េចអនាម័យឲ្យបានចំពោះពុកម៉ែបងប្អូនព្រោះបញ្ហាទឹកជំនន់នេះឡើងមកគឺទឹកយើងដឹងហើយគឺទឹកមិនដឹងមកពីប្រភពណាខ្លះយ៉ាងតែសូមឲ្យពុកម៉ែបងប្អូនទាំងអស់ក្នុងគ្រួសារនីមួយៗសូមឲ្យដាំទឹកឲ្យឆ្អិនដើម្បីការពារសុខភាពរបស់យើងក្នុងគ្រួសារនីមួយៗសម្រាប់ខ្លួនយើងផងសម្រាប់ឲ្យចៅសម្រាប់ឲ្យកូននេះបញ្ហាសុខភាពការពារជាជាងព្យាបាលកុំឲ្យយើងបញ្ហាឈឺហើយយើងផឹកទឹកឆៅទម្លាប់យើងពីដើមមកយើងច្រើនតែផឹកទឹកឆៅអញ្ចឹងទេឥឡូវនេះគឺសំណូមពររបស់ខ្ញុំឲ្យគ្រួសារនីមួយៗសូមឲ្យពិសាទឹកឆ្អិនភ្លឺឡើងដាំទឹកឲ្យបាននៅក្នុងគ្រួសារមួយដើម្បីកាត់បន្ថយអត្រាមានជំងឺហើយបញ្ហាទី2គឺស្ត្រីដែលមានផ្ទៃពោះមើលទៅដូចឃើញច្រើនដែរមិនតិចទេច្រើនដែរអញ្ចឹងទេគឺសូមឲ្យទៅពិនិត្យនៅមន្ទីរពេទ្យដែលពេទ្យគេមានឯកទេសត្រឹមត្រូវកុំទៅមន្ទីរពេទ្យឯកជនណាដែលអត់មានឯកទេសនាំឲ្យយើងគ្រោះថ្នាក់ដល់ជីវិតអញ្ចឹងទេសំណូមពរបងស្រីដែលមានផ្ទៃពោះសូមអញ្ជើញទៅពិនិត្យនៅមន្ទីរពេទ្យឲ្យតាមការកំណត់របស់មន្ទីរពេទ្យគេឲ្យទៅថ្ងៃណាគឺយើងត្រូវទៅជួនកាលកូន1កូន2អាងថាអត់អីជួនកាលកូនទី3អាចគ្រោះថ្នាក់អញ្ចឹងទេជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតម្ដាយនិងកូនគឺយើងត្រូវទៅពិនិត្យមន្ទីរពេទ្យឲ្យបានតាមការកំណត់របស់ពេទ្យនឹងបញ្ហាទី2គឺសូមបងស្រីពួកខ្លួនយើងត្រូវគិតខ្លួនយើងមាននរណាគិតជំនួសខ្លួនយើងទេមានតែខ្លួនយើងជាអ្នកពោះនឹងទេផ្ដាំឲ្យផ្ដាំទៀតសំខាន់បំផុតដែលអ្នកមានកូនតូចជៀសវាងត្រូវយកចិត្តទុកដាក់មើលកូនឲ្យមែនតែនកុំឲ្យចុះទៅគឺលិចលង់ទឹកយើងមានការលំបាកហើយដល់ពេលបាត់កូនទៅទៀតរឹតតែមកចង់ទៅទៀតយ៉ាងទេសូមពុកម៉ែបងប្អូនមើលផ្ទះមើលសម្បែងសំខាន់បំផុតបញ្ហាពោះបញ្ហាក្អែបបញ្ហាអីនឹងក្មេងៗនឹងគឺសូមជូនពរធ្វើដំណើរដោយសុវត្ថិភាពហើយបន់ស្រន់ធ្វើយ៉ាងម៉េចឲ្យទឹកឲ្យបានស្រកឲ្យបានឆាប់រហ័សដើម្បីពុកម៉ែបងប្អូនប្រកបការងារទៅថ្ងៃមុខតទៅទៀតពីវេទិកានៃការចែកអំណោយមនុស្សធម៌នេះដែរសម្ដេចគតិព្រឹទ្ធបណ្ឌិតក៏បានសម្ដែងនៅមោទនភាពផងដែរដែលក្នុងរយៈពេលកន្លងទៅនេះបងប្អូនជនរួមជាតិយើងបានបង្ហាញពីឆន្ទៈរួមគ្នាក្នុងការជួយដល់ប្រទេសជាតិជាពិសេសសកម្មភាពយ៉ាងផលផុសជួយដល់វីរៈកងទ័ពនៅជួរមុខជាការពិតយើងទាំងអស់គ្នាបានមកជួបជុំនិងទទួលអំណោយនៅពេលនេះក៏ដោយសារការលះបង់ដ៏ធំធេងរបស់វីរៈកងទ័ពយើងដូច្នេះពីវេទិកានេះក្នុងនាមប្រជាពលរដ្ឋកម្ពុជាទាំងអស់សូមជូនពរដល់វីរៈកងទ័ពយើងមានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចក្នុងបុព្វហេតុការពារជាតិនិងបូរណភាពទឹកដីនៃកម្ពុជាក្នុងឱកាសនេះសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាបានប្រគល់ថ្នាំពេទ្យប្រភេទថ្នាំបញ្ចុះកម្ដៅនិងព្យាបាលផ្ដាសាយចំនួន8កេសជូនដល់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំនិងចំនួន8កេសទៀតជូនដល់មន្ទីរសុខាភិបាលខេត្តកំពង់ចាមដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងការព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋនិងបានអញ្ជើញចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង1800គ្រួសារដោយក្នុងគ្រួសារនីមួយៗទទួលបានអង្ករ30គីឡូក្រាមមី1កេសត្រីខដកកំប៉ុងទឹកស៊ីអ៊ីវ6ដបទឹកត្រី6ដបប្រេងឆា1ដបម្សៅសាប៊ូ2កញ្ចប់សាប៊ូដុសខ្លួន1ដបនិងឃីតដែលមានមុងភួយសរងក្រមាចំនួន1កញ្ចប់ស្បៀងសម្ភារៈ
គឺជាព្រះជបធម្មដ៏ថ្លៃថ្លារបស់សម្ដេចព្រះមហាក្សត្រីព្រះរាជរិមាភិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជារួមជាមួយនឹងសប្បុរសជននានាតាមរយៈកាកបាទក្រហមកម្ពុជាដែលឡែកសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំក៏បានឧបត្ថម្ភអាហារសម្រន់ដល់ប្រជាពលរដ្ឋរងគ្រោះជាតំណាងគ្រួសារទាំង 1800 នាក់ក្នុងម្នាក់ៗនំប៉័ងមួយដើមនិងទឹកបរិសុទ្ធមួយដបផងដែរជាមួយគ្នានេះប្រជាពលរដ្ឋរងគ្រោះទាំង 1800 គ្រួសារនេះក៏ទទួលបានបន្ថែមនៅថវិកាក្នុងមួយគ្រួសារ 50,000 រៀលដែលជាអំណោយរបស់អាយដាមវងសូតនិងលោកជំទាវតាមរយៈកាកបាទក្រហមកម្ពុជាសកម្មភាពរបស់សម្ដេចគតិព្រឹទ្ធមរិទ្ធប៊ុនហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានាពេលនេះបានសរបញ្ជាក់យ៉ាងច្បាស់ថាទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយថ្នាក់ដឹកនាំរបស់យើងមិនបោះបង់ប្រជាជនឡើយគឺនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់ពេលវេលាប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង 1800 គ្រួសារសូមសម្ដែងនៅការគោរពដឹងគុណនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនសម្ដេចគតិព្រឹទ្ធមរិទ្ធប្រធានកាកបាទក្រហមកម្ពុជាដែលគ្រប់ពេលវេលាតែងតែគិតគូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះនៅគ្រប់ទីកន្លែងជាពិសេសក្នុងពេលដែលបងប្អូនជួបនៅគ្រោះធម្មជាតិទឹកជំនន់នាពេលនេះបាននាំយកអំណោយមនុស្សធម៌ដោយផ្ទាល់មកចែកជូនបងប្អូនដែលអំណោយនេះពិតជាមានតម្លៃធំធេងណាស់ក្នុងពេលដែលបងប្អូនកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពរស់នៅបណ្ដាលមកពីគ្រោះធម្មជាតិនេះតំបន់ខ្ញុំអីលិចលួងអស់ហើយទឹកធំចំអស់អស់ហើយអញ្ចឹងបាននាំគ្នាបានដំណើរបានអីអញ្ចឹងមានអារម្មណ៍ថាសប្បាយចិត្តព្រោះយើងអ្នកនៅទឹកលិចអញ្ចឹងយើងអត់សូវមានអីហូបគ្រប់គ្រាន់ទេបានដូចជាហួយទៅទឹកត្រីទៅទឹកស្អៀវទៅត្រីខទៅមានតាំងពីកម្មាទៅសរងទៅខ្ញុំជូនពរដល់សម្ដេចប៊ុននីហ៊ុនសែននិងសម្ដេចតេជោសម្ដេចថឹកប្តីចៅហ៊ុនណែតសូមឲ្យគាត់មានសុខភាពល្អ អូយត្រេកអរខ្លាំងបំផុតហើយអីនិយាយអត់បាននេះហើយនិយាយអត់ត្រូវទេមែនតាអមែនតែហ្មងសឹងអាស្រក់ទឹកភ្នែកហ្នឹងពួកអីកំពុងតែអត់ឲ្យទឹកហូរខ្លាំងណាស់តែញ៉ៃអត់បានទេអត់មានពីណាទៅលក់ដល់ផ្ទះអញ្ចឹងណាពេលបានមកអញ្ចឹងទៀតអូយសប្បាយចិត្តមែនតែនហើយក៏ថ្លៃអំណរគុណដល់ថ្នាក់ដឹកនាំអញ្ចឹងណាដែលគាត់បានចុះមកជួយអញ្ចឹងអរមែនតែនសូមជូនពរដល់សម្ដេចប៊ុនរនីសូមឲ្យគាត់មានសុខភាពល្អអាយុវែងឲ្យគាត់បានជួយប្រជាជនយើងតទៅទៀតបើគាត់នៅបានយូរ